ធ្វើផ្ទះការងារដែលពិបាកជាងគេគឺការងារជីគ្រឹះដំបូងនេះឯងបងប្អូនបាទដោយសារដីវារឹងពេកបាទឃើញជាងធ្វើការធ្ងន់ពេកបាទខ្ញុំក៏បានឡើងបេះដូងបាទដើម្បីឲ្យជាងបានផឹកបាទបើកម្លាំងខ្លះពីព្រោះផ្ទះយើងធ្វើនេះគឺបាទនៅនឹងចង្ការដូងនេះឯងបងប្អូនបាទដូច្នេះហើយខ្ញុំក៏បានកាប់ឲ្យជាងបាទម្នាក់មួយផ្លែបាទឲ្យគាត់មានកម្លាំងក្នុងការជីកគ្រឹះដីឲ្យមេធំមុនគេក្រេបសិនលក់សិនមិនជូអែមហើយបាទជាងមេជាងទី3ជាងទី4បន្ទាប់ពីឲ្យជាងម្នាក់មួយផ្លែឥឡូវខ្ញុំចាប់ផ្ដើមដាក់ខ្លួនឯងហើយបងប្អូនបាទដូងនេះគឺដូងភ្លើងបាទសាច់វាល្មមបាទមកយើងកោហូបបានបាទហើយឆ្ងាញ់ណាស់បងប្អូនអើយបាទធ្វើការសោបានទឹកដូងធម្មជាតិចេះផឹកបាទគឺថាមានកម្លាំងព្រឺតតែម្ដង